អាកាសយានដ្ឋានអន្តរជាតិតេជោមានចម្ងាយប្រហែល20គីឡូម៉ែត្រពីខាងត្បូងនៃរាជធានីភ្នំពេញអាកាសយានដ្ឋាននេះស្ថិតនៅលើទីតាំងខណ្ឌចំនួន2គឺស្រុកស្អាងខេត្តកណ្ដាលនិងស្រុកបាទីខេត្តតាកែវអាកាសយានដ្ឋានអន្តរជាតិតេជោមានផ្ទៃដី 2600 ហិកតានៅពេលសាងសង់រួចរាល់វានឹងក្លាយជាអាកាសយានដ្ឋានធំជាងគេលំដាប់ទី9លើពិភពលោកនឹងត្រូវបានគេកំណត់ថាជាប្រលានហោះលំដាប់ 4F អាកាសយានដ្ឋានអន្តរជាតិតេជោចំណាយថវិកាសាងសង់ $1,500 លានបច្ចុប្បន្នកំពុងតែសាងសង់ដំណាក់កាលទី1សម្រាប់បានប្រមាណ 95% ហើយអាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅខែកក្កដាឆ្នាំ2025ខាងមុខនេះបើសិនជាមិនមានអ្វីប្រែប្រួលនោះទេដោយជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្នដែលមានស្រាប់ជាប្រលានហោះដ៏សំខាន់របស់ទីក្រុងមូលហេតុដែលរដ្ឋាភិបាលកម្ពុជាបង្កើតអាកាសយានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្នពិបាកក្នុងការចុះចតប្រភេទយន្តហោះធំដោយឡែកនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់រួចរាល់នោះនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំដូចជាយន្តហោះ Boeing 747-800 យន្តហោះ Airbus A380-800 អាចចុះចតបានមិនតែប៉ុណ្ណោះក៏ជួយជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជាក៏ដូចជាបង្កើតការងារដល់ប្រជាជនផងដែរអាកាសយានដ្ឋានអន្តរជាតិតេជោអាចទទួលអ្នកដំណើរប្រមាណ10ទៅ15លាននាក់ក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលទី1អាកាសយានដ្ឋានអន្តរជាតិតេជោគឺជាស្នាដៃរបស់អ្នកវិនិយោគិនខ្មែររបស់អ្នកអង្គការពងខៀវខ្សែគឺក្រុមហ៊ុន OCIC ដែលសហការជាមួយរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាភាគហ៊ុននេះកាលពីចុងខែសីហាឆ្នាំ2024រដ្ឋាភិបាលបានប្រគល់សិទ្ធិគ្រប់គ្រងទៅឲ្យក្រុមហ៊ុន Wangxi ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់បារាំងដែលមានទីហ៊ុនដល់ទៅ 70% នៅក្នុងការគ្រប់គ្រងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1995